នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបសម្អាតទិន្នន័យនៅក្នុង website ហើយនិងនៅក្នុង Chrome នៅក្នុង Google ដែលយើងបានចូលទៅកាន់ website ផ្សេងៗក៏ដូចជាចូលប្រើនៅក្នុងកម្មវិធី Chrome ឬក៏ browser ផ្សេងៗដូចជា Google ដូចជា Firefox អីហ្នឹងយើងចូលទៅសម្អាតតាមវិធីនេះអញ្ចឹងចូលទី1អ្នកនរគ្នាភាគច្រើនគឺប្រើជាមួយនឹងកម្មវិធី Chrome បាទចឹងបងប្អូនមួយចំនួនគាត់មិនចង់ឲ្យឃើញប្រវត្តិនៃការចូលប្រើប្រាស់ទូរស័ព្ទដៃបងប្អូនទៅលើ website ផ្សេងចឹងយើងអាចចូលទៅកាន់សម្អាតនៅក្នុងទីនេះបានចឹងទី1គឺអ្នកនរគ្នាចូលមកកាន់មកតាភាគច្រើនយើងចូលទៅកាន់ Chrome ចឹងយើងចូលមក Chrome មកតោះនេះយើងចូលទៅកាន់ Track 3មកតោះនេះបងប្អូនគ្នាចូលពី History តោះនេះយើងនឹងឃើញជាទិន្នន័យ website ដែលយើងចូលនេះអញ្ចឹងវា store នៅក្នុងនឹងតែម្ដង website ដែលយើងចូលហ្នឹងអញ្ចឹងបងប្អូនមួយចំនួនគាត់មិនចង់ឲ្យពេលដែលមានពីណាកាន់ទូរស័ព្ទដៃបងប្អូនគ្នាឃើញទិន្នន័យ website ក៏ដូចជាទិន្នន័យប្រវត្តិនៃការចូលហ្នឹងគឺនៅក្នុងនឹងទេអញ្ចឹងយើងអាចលុបបានណាអញ្ចឹងយើងអាចចូលទៅកាន់ទៅលុបយើងអាចលុបមួយក៏បានដែរបងប្អូនចង់លុបមួយចុចលុបចឹងមកបាទចុចលុបមួយចឹងក៏បានដែរប៉ុន្តែបើសិនករណីយើងចង់លុបម្ដងទាំងអស់យើងចុចពាក្យថា delete browser data នេះមកតទៅទៀតយើងធ្វើការនេះគឺជាចំនួនថ្ងៃที่យើងចង់លុបប្រហែលថ្ងៃបើសិនបងប្អូនចង់លុបឡាស់15នាទីនេះមានន័យថាយើងទៅចូលបាន15នាទីមុនដល់ពេលឡាស់ hour នេះគឺជាយើងចូលក្នុង1ម៉ោងមុនអានេះ24ម៉ោងមុននេះ7ថ្ងៃមុននេះ4សប្តាហ៍មុនអានេះ all time អញ្ចឹងបើយើងចង់លុបទាំងអស់យើងចុចយកពី all time មកបាទយើងចុចយក all time តោះនេះយើង tick យកនេះ tick យកប្រវត្តិ tick យក cookie tick យកប៉ុណ្្នឹងមកហើយបើសិនជាបងប្អូនចង់លុប save password ទៀតយើងអាចចុចគ្រីសនេះទៅលុប save password ទៀតក៏បានដែរប៉ុន្តែយើងចង់ទៅលុបប្រវត្តិទេអញ្ចឹងយើងចុចប៉ុណ្្នឹងមកហើយចុច all time មកតោះនេះបងប្អូនចុច delete មកតោះនេះយើងចុចពាក្យថា delete តាមទៀតនៅក្នុងប្រវត្តិហ្នឹងនៅពេលដែលគេចូលក្នុងដល់ពេលមានអ្នកដែលគេចូលទូរស័ព្ទដៃយើងគឺអត់មានទេក្នុងប្រវត្តិនៃការចូលនោះអត់មានទេបាទមួយទៀតនៅក្នុងកម្មវិធីនៅក្នុង Google search អញ្ចឹងបងប្អូនគ្នាភាគច្រើនគឺ search ច្រើននៅក្នុង Google អញ្ចឹងយើងចង់លុបប្រវត្តិនៅក្នុង Google ហ្នឹងគឺយើងចូលនៅក្នុងហ្នឹងមកតោះនេះអ្នកគ្នាចុចលើពាក្យថា activity តោះនេះយើងនឹងឃើញសកម្មភាពដែលយើងចូលដូចជាមានប្រវត្តិដែលយើងចូលទៅលើ website ថៅបៅ Amazon Gmail អីចឹងណាអញ្ចឹងខ្ញុំចង់លុបប្រវត្តិនឹងចេញអញ្ចឹងបងប្អូនអ្នកគ្នាយើងអាចលុបបានណាយើងចុចលើ history ចឹងមកបន្តទៀតយើងចុច manage all search history នេះមកបន្តទៀតយើងធ្វើការចុចលើ delete បន្តទៀតយើង delete today បានន័យថាយើងលុបនៅក្នុងយើង search នៅក្នុងថ្ងៃនេះដល់ពេល delete custom rank នឹងយើងអាចជ្រើសរើស rank ពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងណាតែបើបងប្អូនចង់លុបទាំងអស់គ្រប់ពេលយើងចុច all time មកហើយយើងចុច delete មកអញ្ចឹងប្រវត្តិដែលយើងចូលក្នុង Google ទាំងប្រមាណគឺវានឹងលុបសម្អាតចេញតែម្ដងអញ្ចឹងបើមានអ្នកផ្សេងដែលកាន់ទូរស័ព្ទបងប្អូនគេក៏អត់ដឹងថាបងប្អូនចូលក្នុង website អីគ្នាដែរបាទអញ្ចឹងវិធីនេះគឺសម្រាប់សម្អាតទូរស័ព្ទដៃបងប្អូនអរគ្នានៅប្រវត្តិដែលយើងបានចូលគឺមានតែប៉ុណ្្នឹងចង់មកឲ្យបងប្អូនអរគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាមួយនេះកុំភ្លេចចុច like subscribe អ្នកមួយជួបគ្នានៅវីដេអូថ្មីបន្ទាប់ជំរាបលា